បងលឺថាព្រះអង្គឲ្យព្រះអង្គច័ន្ទមនីនឹងធ្លាប់សមាធិជុំគ្នាជួបគ្នាមិនមែនទេគាត់មិនទេអត់បានជួបគ្នាពេលដែលសមាធិជុំគ្នាយ៉ាងទេប៉ុន្តែហើយចង់និយាយថាដកពលឹងទៅជួបគ្នាគាត់ដកញៀនពេលដែលសោតវាធម្មតាអ្នកចម្រើនធោអ្នករៀនអាគមអីធ្លាប់មានអាគមក្នុងខ្លួនជួបហើយអ្នកណានៅព្រៃហ្នឹងហើយភាគច្រើន99%គ្រូនៅក្នុងព្រៃហើយព្រះអង្គធ្លាប់ជួបព្រះអង្គច័ន្ទនេះមែននៅក្នុងញៀនជួបទៅធ្វើម៉េចទៅគាត់ធម្មតាស្វែងគុំដូចយើងធម្មតាស្វែងគុំដូចអាត្មាមកឃើញលោកចឹងស្វែងគុំដល់ដែរស្វែងគុំលោកចឹងទៅអូអត់មានបានបញ្ចេញរិទ្ធីអានុភាពអីដាក់គ្នាទេអត់ទេធម្មតាយល់ថាយើងជួបគ្នាលក្ខណៈដូចប្រសងគ្នាឯងអ្នកថាបដិបត្តិដូចគ្នាឯងប៉ុន្តែអត់មានទៅចាញ់ផ្ចាគ្នាដោយអាគមអីទេប៉ុន្តែថាគាត់ថាឃើញគ្នាទៅមកសការសួរសុកទុកព្រះអង្គមិនដែរហើយមុនមកប្រៃទៅប្រមាណហើយម៉ានហើយមិនសុកទុកអញ្ចឹងមិនយ៉ាងម៉ាអមនុស្សអីមេតបៀនព្រះអង្គទេហើយពួកសមាធិសត្វប្រៃបៀតបៀនទេសួរតាមដំណើរចាំធោព្រះអញ្ចឹងទៅអត់មានទៅផ្សាយផ្ចាក់គ្នាដល់អាគមអញ្ចឹងអត់មានចាញ់ចាគ្នាទេណាយើងមុនតែជួបលោកហ្នឹងจึงជួបពួកព្រាយសក់សអូមុនពេលជួបច័ន្ទមនីហ្នឹងជួបព្រាយសក់សដើរតាមផ្លូវទៅដើររហូតទៅជួបព្រាយប៉ុន្តែព្រាយយើងទេវាគាត់ថាវានៅវាចងាយយើងហាក់ជា10ម៉ែត្រអីចឹងណា10ម៉ែត្រអី20ម៉ែត្រប៉ុន្តែយើងមើលឃើញថាអូអាពួកព្រាយនេះអាខ្លះទៅវាលៀនដាល់ខ្លះវាលៀនអីទៅប៉ុន្តែអត់ខ្លាចទេថាយើងរៀនអាគមអញ្ចឹងគុណរៀនអាគមបានចានេះគាត់បងហើយរៀនអាគមហើយចម្រើនអាគមទៅហើយយើងផ្សាយមេត្តាសត្វសំខាន់មុនតែបកកែបំផុតគឺផ្សាយមេត្តាសត្វអញ្ចឹងចូលទៅក្នុងព្រៃអត់អាចសម្ដែងរិទ្ធអភិនិហាអីខ្លួនឯងបានទេព្រោះកន្លែងព្រៃគឺជាកន្លែងមួយដែលជាកន្លែងដ៏ស័ក្តិសិទ្ធិជាកន្លែងមួយដែលជាកន្លែងអាថ័ន្តអាថ័ន្តធំចង់ចេះវិជាខ្លាំងអីគេមករៀនក្នុងព្រៃហើយគេរៀបបៃសីរៀបអីទៅគេចង់សូត្រឧទាហរណ៍ថាយើងចង់រៀនក្បាច់គុណអញ្ចឹងណាខាងក្បុកកតោអីចឹងណាអញ្ចឹងមិនមានគេមករៀនយើងពេលយើងរៀនយើងមានផ្លេសូត្រគេរៀបលំដាប់ទៅបៃសីទៅឲ្យទៀនឲ្យធុកទៅគេសូត្រហៅវលឹងគ្រូមកគ្រូមកបរិឥឡូវឧទាហរណ៍ចង់ឃើញកណាចង់ឃើញឥឡូវគុណហៅមកបានទេអត់ទេអានឹងមិនខុសគ្រូទេអត់បានទេដោយសារតែទី1មនុស្សច្រើនពេលទី2ពេលថ្ងៃមកពេលយប់ចុះពេលយប់ធ្វើម៉េចកណាបានឃើញតែ2នាក់គុណ2នាក់ហ្នឹងយើងធ្វើជាងថាគេពួរខ្លះមិនអាចលេតតដាំងទាំងអស់បានទេរឿងខ្លះវាជាអាចបាំងអញ្ចឹងគ្រប់គេថាអរូបិយមើលឃើញអញ្ចឹងធ្វើម៉េចកណាដឹងថាគុណឃើញទៅចង់ដឹងឃើញយើងធ្វើក៏តយើងធ្វើខ្លួនឯងយើងធ្វើខ្លួនឯងយើងរៀបចំខ្លួនឯងហ្នឹងមកធ្វើមកធ្វើឲ្យទៅរៀបចំសមាធិគុណប្រាប់បល័យមកកណាសូត្រនឹងទិញភាវនាទៅភាវនារហូតដល់ឡើងបះរោមបះអីបះរោមទៅបានដកញៀនចេញពីក្នុងខ្លួនមកតាមទៀតមកតាមរហូតតាមខាងក្រោយប៉ុន្តែមិនអាចធ្វើម្នាក់ឯងបានទេបើសិនជាយើងអត់ចេះអាគមទេយើងធ្វើម្នាក់ឯងអាចគ្រោះថ្នាក់មិនទេទី1អាចចាញ់បោកព្រាយអូព្រាយមកដែរព្រាយមកធ្វើដែរវាបន្លំខ្លួនជាស្អីស្អាតទៅស្អាតដល់ពេលស្អីស្អាតទៅយើងឃើញទៅស្អាតអាក្រាបកាយជួនកាលយើងទៅរុំសង្វាស់ជាមួយវាធ្វើប្តីវានៅក្នុងព្រៃហ្នឹងទៅអូអញ្ចឹងមានន័យថាទស្សនៈហ្នឹងអត់ខនមកបានទោសគុណបើសិនជាបងប្រុសបងស្រីកំពុងតែមានអាការៈដូចជាអាសាឈឺក្បាលវិលមុខស្វាំងភ្នែកអាសាផ្ដាសាយញឹកញាប់ក៏ដូចជាមានហៀសវល់ត្រូវក្តៅក៏ពិបាកត្រជាក់ខ្លាំងក៏ពិបាកអាសាកតាសនេះគឺជាអាការៈអាឡែស៊ីចំហនេះគឺជាដំណាក់កាលទី1បងប្អូនតែបើសិនជាបងប្អូនមិនទាន់ព្យាបាលទេទុកយូរនឹងវិវត្តទៅជាឫសដងច្រមុះបងប្អូនអរគ្នា